ជំរាបសួរបងប្អូនទាំងអស់គ្នាវីដេអូនេះគឺវីដេអូកាលពីម្សិលមិញណាដែលពួកខ្ញុំត្រូវមើលទិញស្បែកជើងឲ្យកូនហ្នឹងហើយរកមើលទិញឲ្យល្ងាឲ្យគាត់ផងដែរនិយាយទៅពេលដែលទៅដល់ហ្នឹងដូចខ្ញុំចេញវីដេអូមុនហ្នឹងអញ្ចឹងគឺមានរឿងកន្លែងចតឡានហើយពេលដែលមានរឿងកន្លែងចតឡានហ្នឹងខ្ញុំហើយនឹងកូនពេលហ្នឹងគឺនៅអង្គុយចាំប្តីណាហើយនេះទឹកមុខពេលដែលនៅអង្គុយចាំប្តីណាស្ដាប់គេវែកញែកអីចឹងទៅហើយទឹកមុខពេលហ្នឹងទាំងខ្ញុំហើយនឹងកូនខ្ញុំគឺអត់ស្បាយចិត្តទេហើយឥឡូវហ្នឹងប្តីខ្ញុំឲ្យខ្ញុំនេះត្រូវមើលទិញអីវ៉ាន់ឲ្យទៅហើយកូនខ្ញុំពេលម្ដងនេះត្រូវមើលទិញស្បែកជើងមុនគេតែម្ដងហើយនិយាយទៅពូនេះគាត់អត់រើស្បែកជើងអីទេគាត់រើតែស្បែកជើងពាក់ក្នុងផ្ទះអញ្ចឹងខ្ញុំសួរគាត់ថាយកតែមួយនឹងអីគាត់ថាយកតែមួយនឹងទេអញ្ចឹងរើសបានម្នាក់មកសម្រាប់បន្ទាប់មកនេះទៅរើមើលខោអាវផ្សេងទៀតអញ្ចឹងណាវ័យផ្សារគេនេះក៏រៀងធំដែរហើយទៅរើមើលណាមិញខ្ញុំប្រាប់ឲ្យគាត់រើមើលខោណាដែលស្រឡាញ់ពេញចិត្តទៅបណ្ដោយគេរើបានតែម្នាក់មួយហ្នឹងគេថាទៅរើមើលនៅកន្លែងផ្សេងទៀតខ្ញុំក៏តាមចិត្តគាត់ទៅពេលម្ដងនេះគាត់រើបានអាវល្ងាប៉ុន្តែអាវល្ងាគាត់លើនឹងខ្លួនហ្នឹងអត់យកទេគាត់យកពណ៌សវិញហើយឥឡូវបន្ទាប់ពីទិញអស់ចិត្តអស់ចង់ហើយគាត់ធ្វើដល់ហើយនេះពេលដែលខ្ញុំមកដល់ផ្ទះវិញនិយាយទៅខោដែលទាំងអស់ដែលគាត់រើសហ្នឹងគឺមានមួយដែលខ្ញុំស្រឡាញ់ជាងគេចាំខ្ញុំប្រាប់បងប្អូនថាមួយណាអាវមួយនេះបោះពូហើយនេះបោះមីងហើយនេះមួយនេះគឺខ្ញុំស្រឡាញ់ជាងគេពណ៌វាស្អាតមែនតើហ្មង